បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសំណួរទី9រហូតដល់ទី11ហើយសំណួរទី9គេសួរថាក្រោយពីកងទ័ពអាណាមបរាជ័យតើព្រះបាទអង្គឌួងបានធ្វើដូចម្ដេចលទ្ធផលដូចម្ដេចហេតុអ្វីទី10រួចពីការកាន់កាប់ព្រៃនគរតើពួកបារាំងមានគោលបំណងអ្វីលទ្ធផលដូចម្ដេចហេតុអ្វីទី11តើព្រះបាទអង្គឌួងសោយទីវង្គតនៅឆ្នាំណាហើយព្រះរាជាណាសោយរាជបន្តតើបងប្អូនចូលចម្លើយរបស់យើងចម្លើយទី9ក្រោយពីកងទ័ពអាណាមបរាជ័យព្រះបាទអង្គឌួងព្រះអង្គបានបញ្ជូនកងទ័ពខ្មែរមួយកងទៅកាន់ខេត្តមាត់ជ្រូកក្នុងគោលបំណងបញ្ជាក់ថាទឹកដីកម្ពុជាក្រោមគឺជាទឹកដីខ្មែរប៉ុន្តែត្រូវបរាជ័យពីព្រោះនៅពេលនោះព្រះអង្គបានសោយទីវង្គតនៅថ្ងៃទី18ខែតុលាឆ្នាំ1560ចម្លើយទី10រួចពីការកាន់កាប់ព្រៃនគរបារាំងមានគោលបំណងឡើងតាមទន្លេមេគង្គទៅកាន់ប្រទេសចិនប៉ែកខាងត្បូងប៉ុន្តែត្រូវបរាជ័យពីព្រោះដោយសារទន្លេមេគង្គមានឧបសគ្គច្រើននិងមិនអាចធ្វើដំណើរបានដូចអ្វីដែលបានគ្រោងទុកបងប្អូនពាក់ព័ន្ធនឹងបារាំងដែលត្រូវឡើងទៅប្រទេសចិនហ្នឹងគឺតាមទន្លេមេគង្គយើងដឹងស្រាប់ហើយនៅកន្លែងទន្លេមេគង្គត្រង់ព្រះសពនិមិត្តឬក៏ព្រះនិមិត្តហ្នឹងគឺកន្លែងហ្នឹងគឺមានថ្មមានអីច្រើនมันអាចឲ្យយើងជិះទូកជិះអីឡើងទៅតាមទន្លេនឹងបានទេអញ្ចឹងវាមានឧបសគ្គជាច្រើនអញ្ចឹងមិនត្រឹមតែឧបសគ្គត្រង់ហ្នឹងទេគឺឧបសគ្គផ្លូវទឹកមួយទៀតគឺភាគច្រើនគឺហូរទន្លេមេគង្គហ្នឹងក៏ហូរចាក់មកក្រោមមកទន្លេចតុមុខណាអញ្ចឹងយើងមិនអាចជិះបញ្ច្រាស់ទឹកបានទេនៅត្រង់ហ្នឹងដែលពាក់ព័ន្ធនឹងការមានឧបសគ្គច្រើនតើឥឡូវយើងចូលសំណួរទី11ព្រះបាទអង្គឌួងគាត់សោយទីវង្គតនៅថ្ងៃទី18ខែតុលាឆ្នាំ1860ហើយព្រះបាទនរោត្តមឬអង្គវត្តីដែលសោយរាជបន្តត្រង់នេះហើយគឺព្រះបាទអង្គឌួងគាត់បានសោយទីវង្គតនៅឆ្នាំ1860នៅពេលនោះគឺព្រះបាទអង្គឌួងគាត់ព្យាយាមព្រះអង្គបានព្យាយាមដឹកនាំទ័ពទៅដែរទៅកម្ពុជាក្រោមដើម្បីបញ្ជាក់ថាទឹកដីកម្ពុជាក្រោមនេះគឺជារបស់ខ្មែរប៉ុន្តែដោយសារតែមានបញ្ហាត្រង់ព្រះបាទអង្គឌួងនេះគាត់បានសោយទីវង្គតដែលធ្វើឲ្យបញ្ហាទាមទារទឹកដីកម្ពុជាក្រោមពីបារាំងវិញគឺត្រូវបរាជ័យ